រឿងអំណាចស្នេហ៍សាតានភាគទី8តែប្រហែលជាអត់ទេទើបនិយាយដោយមិនបានឆ្លងកាត់ការគិតទឹកមុខស្ងប់សម្ដីចាក់ដោតចំដូចយកសាំងជិះទៅលើភ្លើងឲ្យទាសករស្រីខឹងច្រឡោតញ័រសាច់ត្រើកនាងទាសករថោកទាបកំពុងជេរខ្លួនឯងឬស្រីចង្រៃនាងហាក់ខឹងច្រឡោតស្ទុះវឹងយាដៃរកផ្ទះនាងតូចតែម៉ារីនគេចទាន់ហើយធាក់នាងមួយជើងឲ្យដួលផ្ដាប់មុខស៊ីដីព្រឹកមិញមិនបានញ៉ាំបាយទើបនាងចង់ញ៉ាំដីជំនួសទាំងទឹកដុំសំលេងទាំងទឹកមុខបួលឲ្យឆេះឈួរជាខ្លាំងស្រីម្នាក់នោះងើបយ៉ាងលឿនខឹងញ័រសាច់ត្រើកបំរុងនឹងចូលទៅរកម៉ារីនម្ដងទៀតទៅហើយបើមិនមានសំលេងជ្រែកកាត់ហើយឡូឡាស្អីម៉េចមិននាំគ្នាធ្វើការងារឬការងារទាំងនេះងាយស្រួលពេកទើបពួកនាងមានពេលមកប្រកែកគ្នាសំឡេងរឹងរបស់មេការចំណាស់ក្រហមលាន់ពីជ្រុងខាងមុននឹងរាងកាយខ្ពស់មើលទៅរឹងមាំមិនទ្រុឌទ្រោមតាមអាយុដើរមកមួយខ្សែភ្នែកសម្លឹងក្រុមទាសករស្រីមិនព្រិចធ្វើឲ្យពួកនាងអន់មុខកិច្ចយ៉ាងរហ័សលើកលែងតែម៉ារីនដែលឈរធ្វើធម្មតាមិនបានខ្លាចចោថែមទាំងសម្លឹងទៅវិញដោយពន្លឺភ្នែកស្ងប់អត់ទេលោកមេការគឺពួកខ្ញុំខំធ្វើការណាស់តែនាងម្នាក់នេះបែរជាមកក្រោករឿងធ្វើបាបឈរចង្អុលបញ្ជាពួកខ្ញុំទៅវិញនៅប្រើសម្ដីមើលងាយប្រមាថនិងរុញខ្ញុំឲ្យដួលបោកខ្លួនទៀតផងតាំងពីថ្ងៃដំបូងដែលម៉ារីនបង្ហាញខ្លួនពួកទាសករស្រីគ្មានអ្នកណាម្នាក់ពេញចិត្តឡើយព្រោះរកពីមិនចេះរន់អន់ក្បាលដាក់អ្នកណារបស់នាងហាក់មិនគោរពកោតខ្លាចដល់អ្នកចំណូលមុនសោះទើបស្រីទាំងនោះតែងតែរករឿងធ្វើបាបមិនលុះពេលប៉ុន្តែវាមិនបានងាយស្រួលដោយការគិតម៉ារីនហ្វារ៉ូមិនមែនជាមនុស្សដែលងាយឲ្យអ្នកណាធ្វើបាបតាមអំពើចិត្តឡើយទោះនាងគ្មានការចងចាំរឿងកាលពីមុនក៏ពិតមែនតែមិនមែនមានន័យថានាងជាមនុស្សល្ងង់មានរឿងបែបនឹងផងស្ដាប់ពាក្យញុះញង់ហើយមេការចោលភ្នែកកាច់ទៅរករៀងស្រឡូនតែម៉ារីននៅតែរក្សាទឹកមុខស្មើទៅវិញម៉ាត់ខ្ញុំមិនបាននិយាយនៅចង់ដោះសារទៀតអ្នកនៅទីនេះសុទ្ធតែបានឃើញទាំងអស់ថានាងវាធ្វើបាបខ្ញុំយ៉ាងម៉េចខ្លះពួកគេអាចធ្វើសាក្សីបានមែនហើយគ្រប់គ្នាឆ្លើយព្រមគ្នាក្នុងន័យយល់ស្របនឹងទម្លាក់កំហុសឲ្យនាងក្រមុំតែមេការលើកដៃហាមបានហើយរឿងនេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយពួកនាងធ្វើការបន្តទៅមុនពេលលោកម្ចាស់មកដល់ត្រូវចេញពីវិមានទាំងអស់ចំណែកនាងមកតាមខ្ញុំចប់សម្ដីមនុស្សចាស់ក៏ដើរនាំមុខម៉ារីនមិនបានសួរនាំឬប្រកែកអ្វីព្រមដើរតាមសម្រួលចំណែកទាសករស្រីម្នាក់នោះវិញនាងសែនសំចិត្តញូចមាត់ញឹមយ៉ាងពីស្ពូលនាងឈ្មោះរេនសាត្រូវទេលោកមេការនាំកាយស្ដាងចូលជណ្ដើរប្រអប់សម្រាប់អ្នកបម្រើចុចឡើងទៅជាន់ទី5ស្របពេលសួរនៅអ្នកក្បែរដោយមិនងាកមកមើលនាងឡើយម៉ារីនងើបមុខសម្លឹងមនុស្សចាស់បន្តិចទើបបែរមើលទៅលេខដែលលោតបញ្ជាក់ពីជាន់នីមួយចាស់នាងមិនសួរថាខ្ញុំចង់នាំទៅណាទេទៅជាន់ទី5ម៉េចក៏នាងដឹងឬចម្លើយនាងហើយមេការចោលភ្នែកម្ដងទៀតឃើញទឹកមុខនឹងថឹងស្ងប់ស្ងាត់របស់នាងហើយក៏អត់ចម្លែកចិត្តមិនបានហើយក៏ងឿងឆ្ងល់ថានាងមានពង្សាវតារបែបណាព្រោះបើតាមរកពីដែលនាងបង្ហាញមិនមែនជាមនុស្សស្រីធម្មតាឡើយម៉ារីនមិននិយាយតែលើកដៃចង្អុលទៅពេលតុងលេខដែលមេការចុចលោតភ្លើងពណ៌ស្លោកមេការចំណាស់មើលតាមហើយក៏ផ្ទុះសំណាយតិចបន្ទាប់ពីនោះក៏គ្មានអ្នកណានិយាយអ្វីបន្តរហូតមកដល់ជាន់កំណត់ទើបបន្តដើរមកឈប់នៅពីមុខទ្វារបន្ទប់ធំមួយដល់ហើយទីនេះបន្ទប់លោកម្ចាស់លោកនាងទាំងបន្តិចគុំប្រាប់ណាថាមនុស្សថោកទាបឆ្លៀតឱកាសមុននេះជាលោកម្ចាស់ដែលពួកគេនិយាយដល់តែហេតុអីនាងមានអារម្មណ៍ចម្លែកខ្លាំងបែបនេះកាន់តែនៅក្នុងភាពងឹតបែបនេះផងម៉ារីនកាន់តែជ្រួលច្របល់ព្រោះរង្វង់មុខកំណាចមួយនេះកែវភ្នែកដូចសត្វព្រៃមួយនេះកាន់តែមើលកាន់តែប្រហាក់ប្រហែលតើពួកគេធ្លាប់ជួបគ្នាចូលមកបន្ទប់យើងក្នុងគោលបំណងអីមកតាក់ទាញចង់ឡើងក្រេជាមួយយើងសំណួរត្រង់បែបចំអន់មើលងាយលាយគំរាមកំហែងនៅតែបន្តពីបូមាត់កំណាចឈួតបំផុតលែងចិញ្ចាំកងស្អាតជ្រួញសឹងតែคล้ายជាបោងើបមុខសម្លក់ថ្មបញ្ចេញសូរសៀងតាមជើងធ្មេញអំជាមួយកាយវិការក្រញ៉ាញ់ខ្លួនចេញរើបំរះហាក់ស្អប់ខ្ពើមការប៉ះពាល់នេះជាខ្លាំងមែននាងស្អប់